មុងក៏ដូចជាគ្រួសារជីមុងគឺយើងតែងតែមានចក្ខុវិស័យវែងឆ្ងាយក្នុងការចាក់គ្រឹះនៅប្រទេសកម្ពុជារបស់យើងដោយសារក្រុមហ៊ុនយើងគឺជាក្រុមហ៊ុនខ្មែរ 100% ហើយគឺក្រុមហ៊ុនកកើតឡើងនៅកូនខ្មែររបស់យើងអញ្ចឹងបើសិនជាយើងកូនខ្មែរក្រុមហ៊ុនខ្មែរគឺយើងអត់មានទៅណាទេគឺយើងមានតែរួមរស់រួមសុខរួមទុក្ខនៅប្រទេសកម្ពុជារបស់យើងហើយអញ្ចឹងចក្ខុវិស័យរបស់ក្រុមហ៊ុនជីមុងគ្រប់គឺការវិនិយោគនៅប្រទេសកម្ពុជារបស់យើងគេថាជាប់ធន់តចំនួនអញ្ចឹងគឺតែងតែតចំនួនទៅដល់ក្រោយទៀតដូច្នេះហើយបានជាក្រុមហ៊ុនជីមុងគ្រប់ក៏ដូចជាក្រុមហ៊ុនជីមុងឡែនទោះបីក្នុងកលៈទេសៈណាក៏ដោយគឺយើងតែងតែអភិវឌ្ឍអត់ឈប់ឈរក្នុងប្រទេសកម្ពុជារបស់យើងហើយការវិវត្តនេះគឺមិនមែនការវិវត្តដោយចៃដន្យទេគឺដោយសារថ្នាក់នាំក៏ដូចជាបុគ្គលិកសហការីទាំងអស់របស់ក្រុមហ៊ុនជីមុងគ្រប់ក៏ដូចជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុនជីមុងគ្រប់ទាំងអស់គឺតែងតែគិតគូរទៅលើអភិបាលកិច្ចល្អការធ្វើការល្អហើយជាពិសេសគឺយើងមានសច្ចធម៌និងគុណធម៌ល្អទៅនឹងការធ្វើអ្វីមួយគឺយើងធ្វើឲ្យល្អគឺមិនបានកុហកទៅឲ្យប្រជាជនរបស់យើងទេហើយជាពិសេសគឺការផ្ដល់ផ្ទះនិងផ្ដល់គេហៅថាអ្វីដែលប្រជាជនដែលគាត់បានទិញនោះគឺតែងតែផ្ដល់ឲ្យគាត់ទាន់ពេលវេលាហើយនិងគុណភាពល្អថែមទៀត